ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Team Trade Goal អញ្ចឹងថ្ងៃនេះខ្ញុំចង់មកធ្វើការវិភាគទៅលើតម្លៃហាងឆេងមាសប្រចាំសប្តាហ៍ណាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃពុធហើយត្រូវនឹងថ្ងៃទី1ខែកក្កដាឆ្នាំ2026អញ្ចឹងថ្ងៃនេះខ្ញុំចង់មកធ្វើការវិភាគទៅលើតម្លៃហាងឆេងមាសថាតើនៅដើមខែ7ត្រូវនឹងខែកក្កដាហ្នឹងទិសដៅនៃតម្លៃហាងឆេងមាសវានៅតែបន្តការធ្លាក់ចុះទៀតឬក៏មានការកើនឡើងទៅវិញតោះឥឡូវកុំឲ្យខាតពេលយូរបងប្អូនទាំងអស់គ្នាមកទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាណាអញ្ចឹងសម្រាប់ការវិភាគគឺបែបងាយៗឲ្យបងប្អូនស្រួលយល់អញ្ចឹងសម្រាប់នេះគឺជា time frame 1ម៉ោងគឺវាស្ថិតនៅទិសដៅ downtrend គឺតម្លៃបច្ចុប្បន្ននេះគឺនៅ$3,974នៅក្នុង1អោនអញ្ចឹងយើងក៏លេខមកមើលជាមួយនឹង time frame daily ចំពោះ time frame daily ក៏យើងមើលឃើញថាតម្លៃហាងឆេងមាសក៏កំពុងតែធ្វើការធ្លាក់ចុះផងដែរហើយចំពោះការធ្លាក់ចុះនេះបើសិនជាបើកសប្តាហ៍ថ្មីមកគឺមានការធ្លាក់ចុះ3ថ្ងៃជាប់គ្នាណាបើយើងមើលអញ្ចឹងសម្រាប់ time frame daily គឺមានការធ្លាក់ចុះយើងក៏លេខមកមើលជាមួយនឹង time frame weekly ចំពោះ time frame weekly ក៏មានការធ្លាក់ចុះដូចគ្នាចំពោះ time frame weekly នេះគឺធ្លាក់ចុះ5សប្តាហ៍ជាប់គ្នាហើយបងប្អូនអរគ្នាអញ្ចឹងចំពោះទិសដៅនេះគឺស្ថិតនៅក្នុងទម្រង់ downtrend ក្នុង downtrend ណាអញ្ចឹងសម្រាប់សប្តាហ៍នេះខ្ញុំមើលឃើញថាបើសិនជាករណីទីផ្សារនៅតែបន្តការធ្លាក់ចុះបន្ថែមទៀតអញ្ចឹងគឺគួរតែអ្នកនរគ្នាគួរតែរកកន្លែងទិញណាបើសិនជាទីផ្សារមានការធ្លាក់នៅតែបន្តការធ្លាក់ចុះបាទអញ្ចឹងអានេះគឺជាតម្លៃដែលខ្ញុំចាប់នេះគឺជាតម្លៃការវិសប្តាហ៍មុនអញ្ចឹងសប្តាហ៍មុនគឺតម្លៃខ្ពស់បំផុតគឺនៅ$4,222នៅក្នុង1អោនហើយសម្រាប់តំបន់ខ្ទាបគឺនៅ$3,959នៅក្នុង1អោនអាហ្នឹងគឺជាតម្លៃខ្ទាបណាហើយឥឡូវនេះតម្លៃគឺកំពុងតែតេស្តជាមួយនឹង support ដែលបានប៉ះកាលពីសប្តាហ៍មុនគឺនៅតម្លៃ$359.59នៅក្នុង1អោនអញ្ចឹងតម្លៃវាកំពុងតែតេស្តណាអញ្ចឹងសម្រាប់សប្តាហ៍នេះបើសិនជាករណីទីផ្សារមានន័យថាវាបុកវាឥឡូវវាកំពុងតែបុកតំបន់ support ណាអញ្ចឹងបើសិនជាសប្តាហ៍នេះទីផ្សារគឺវាបុក support នឹងមែនប៉ុន្តែវាបុកវាបិទពេលដែលវាបិទផ្សារគឺវាបិទនៅខាងក្រោមនេះបិទនៅខាងក្រោមនេះបន្ទាត់ខ្មៅដែលខ្ញុំគូហ្នឹងអញ្ចឹងมันមានន័យថាទិសដៅសប្តាហ៍ក្រោយគឺវានឹងបន្តការធ្លាក់ចុះបន្ថែមទៀតហើយហ្នឹងបើសិនជាករណីវាបិទផ្សារនៅខាងក្រោមនេះប៉ុន្តែបើសិនជាករណីទីផ្សារបុកចឹងមែនប៉ុន្តែវាបុកមកក្រោមមែនប៉ុន្តែករណីវាបិទផ្សារនៅខាងលើនេះខាងលើបន្ទាត់ខ្មៅដែលខ្ញុំគូហ្នឹងណាខាងលើបន្ទាត់ខ្មៅហ្នឹងអញ្ចឹងខ្ញុំគិតថាតម្លៃហាងឆេងមាសនៅសប្តាហ៍ក្រោយគឺវានឹងបន្តការកើនឡើងវិញណាបាទព្រោះថាវាបិទផ្សារនៅខាងលើ support អញ្ចឹងតម្លៃជាក់ស្ដែងបច្ចុប្បន្ននេះគឺយើងអាចទិញឡើងបានហើយបងប្អូនគ្នាបើសិនជាអ្នកនរគ្នាមានដើមទុនធំណាដើមទុនធំល្មមអាចទិញឡើងបានអានេះបងប្អូនណាបាទបើសិនជាករណីវាមកប៉ះជាមួយនឹង support ម្ដងទៀតបងប្អូនអាចទិញឡើងបានហើយតម្លៃដែលបងប្អូនគួរតែ take profit យើងអាច take profit នៅចន្លោះបើសិនជាករណីបងប្អូនទិញឡើងកន្លែងហ្នឹងបងប្អូនអាច take profit នៅចន្លោះទី1គឺនៅ$4,990នៅក្នុង1អោនហើយ target ទី2គឺនៅ$4,220នៅក្នុង1អោនអាហ្នឹងគឺជា target ទី2ណាអញ្ចឹងបើសិនជាករណីវាបែក$4,222នៅក្នុង1អោននឹងទៀតខ្ញុំគិតថាវាអាចនឹងបន្តការកើនឡើងបន្ថែមទៀតណាប៉ុន្តែយើងចាំឲ្យវាឡើងមកដល់ហ្នឹងសិនអញ្ចឹងចាប់សម្រាប់សប្តាហ៍នេះខ្ញុំគិតថាឲ្យអ្នកនរគ្នាគួរតែទិញបើសិនជាករណីវាចុះមកប៉ះជាមួយនឹង support ម្ដងទៀតនៅតម្លៃ$3,959នៅក្នុង1អោនអញ្ចឹងកន្លែងនេះគឺជាកន្លែងអ្នកនរគ្នាទិញឡើងមានសុវត្ថិភាពណា
ហើយសម្រាប់ ISL យើងអាចលៃយកត្រឹម3900គត់ឬក៏3910ទៅបាទអញ្ចឹងបើសិនជាខាងណាវាប៉ះ ISL របស់យើងអញ្ចឹងមានន័យថាទិសដៅផ្សារហ្នឹងគឺវានឹងនៅតែបន្តការធ្លាក់ចុះទៀតដែរប៉ុន្តែបើសិនជាវាអត់ប៉ះទេគឺយើងនឹងទទួលបានផលចំណេញទៅវិញណាអាហ្នឹងសម្រាប់សប្តាហ៍ទី1នៃខែកក្កដាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ឲ្យអ្នកទាំងអស់គ្នាហើយសង្ឃឹមថានឹងទទួលបានផលចំណេញគ្រប់គ្នាតែម្ដងអញ្ចឹងអរគុណច្រើនជម្រាបលា